សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាខ្វះសារធាតុចិញ្ចឹមប៉ុន្មានមុខនេះពេលពពោះអាចធ្វើឲ្យកូនកើតមានបញ្ហាប្រព័ន្ធប្រសាទមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំទារកមួយចំនួនកើតមកជួបប្រទះបញ្ហាប្រព័ន្ធប្រសាទតាំងពីកំណើតមកតែម្ដងប៉ុន្តែការដែលកូនមានបញ្ហានេះបណ្ដាលមកពីកត្តាអ្វីដោយសារម្ដាយមានសុខភាពខ្សោយឬយ៉ាងណាខាងក្រោមនេះគឺជាការបកស្រាយរបស់គ្រូពេទ្យឯកទេសផ្នែកសម្ភពនិងរោគស្ត្រីអំពីមូលហេតុដែលពិតប្រាកដដែលធ្វើឲ្យកូនមានប្រព័ន្ធប្រសាទមិនល្អលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតគួនអូនឯកទេសផ្នែកសម្ភពនិងរោគស្ត្រីបកស្រាយបញ្ជាក់ថាការដែលកូនមានបញ្ហាចេញពីក្នុងពោះមកដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះខ្វះសារធាតុចិញ្ចឹមផ្សេងៗគឺមិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះម្ដាយពិបាកចិត្តទើបកូនកើតមកមានបញ្ហាតែតាមពិតគឺមិនដូច្នោះនោះទេតាមការសិក្សាវិទ្យាសាស្ត្របញ្ជាក់ថាកូនកើតមកមានបញ្ហាពីកំណើតភាគច្រើនបណ្ដាលមកពីកង្វះអរម៉ូនកង្វះវីតាមីនឬកង្វះសារធាតុចិញ្ចឹមណាមួយដែលម្ដាយទទួលបានមិនគ្រប់គ្រាន់អំឡុងពេលពពោះប៉ុន្តែมันមានការសិក្សាវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាកូនមានជំងឺពីកំណើតបណ្ដាលមកពីម្ដាយពិបាកចិត្តក្នុងពេលពពោះនោះទេសាស្ត្រាចារ្យរូបនេះបានបន្តទៀតថាតាមការសិក្សាពីមុនមកបង្ហាញថាស្ត្រីនៅកម្ពុជាយើងភាគច្រើនដែលនៅជនបទមានបញ្ហាកង្វះអាហារូបត្ថម្ភពោលស្ត្រីពពោះទាំងនោះទទួលបានវីតាមីនជាតិសាច់បន្លែផ្លែឈើជាតិដែកមិនបានគ្រប់គ្រាន់នៅពេលម្ដាយពពោះទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់អាចបង្កជាហានិភ័យដល់កជាពិសេសធ្វើឲ្យប្រព័ន្ធប្រសាទរបស់កូនមិនល្អដូចជាក្មេងធម្មតាឬបើប្រើពាក្យសាមញ្ញគឺកូនមិនគ្រប់ទឹកលោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថាដូចនេះហើយទើបខាងក្រុមគ្រូពេទ្យជំនាញជំរុញឲ្យម៉ាក់ពពោះទាំងអស់ញ៉ាំថ្នាំជាតិដែកញ៉ាំជាតិអាស៊ីតហ្វូលិកនិងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ដើម្បីជួយទ្រទ្រង់ដល់សុខភាពកូនកុំឲ្យជួបបញ្ហាដែលកើតឡើងពីកំណើតម្យ៉ាងវិញទៀតម៉ាក់ពពោះក៏មិនត្រូវកើតទុកច្រើនដែរព្រោះវាអាចធ្វើឲ្យសុខភាពចុះខ្សោយបណ្ដាលឲ្យឈឺនេះឈឺនោះហើយប្រសិនបើម្ដាយឈឺឬមានសុខភាពមិនល្អកូននៅក្នុងផ្ទៃក៏មិនអាចកើតមកមានសុខភាពល្អបានដែរ